សួស្តីបងប្អូនទាំងអស់គ្នាសម្រាប់ថ្ងៃនេះខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាទាក់ទងជាមួយនឹងរបៀបក្នុងការបើក account ទៅលើ Ignis អូខេជាហ៊ានដំបូងអ្នកទាំងអស់គ្នាចុចទៅលើ link មកដែលនៅក្នុង channel YouTube ឬក៏ Telegram អ្នកទាំងអស់គ្នាឃើញហើយ channel របស់ខ្ញុំអូខេអញ្ចឹងចុចលើ link វាមកដើម្បីចូលទៅ down កម្មវិធី Ignis ឬក៏អ្នកទាំងអស់គ្នាចង់ចូលទៅកាន់ website ក៏បានដែរចុចលើ link របស់វាមកពីយើងចុចលើ link មកវានឹងឲ្យយើងជ្រើសរើសថាយើងចង់ sign in ឬក៏ register អញ្ចឹងអ្នកទាំងអស់គ្នាយក register ទៅដោយសារអីគ្នាយើងអត់ទាន់មាន account ទេណាអញ្ចឹងកន្លែងនេះយើងដាក់អីគេដំបូងយើងដាក់ Cambodia មកហើយបន្ទាប់មកយើងដាក់ Gmail មកនេះអ្វីដែលខ្ញុំបង្ហាញនេះគឺយើងដាក់ Cambodia ហើយនេះ Gmail របស់ខ្ញុំអូខេហើយដាក់ password មកក្នុងករណី password នេះវាអត់ឲ្យយើងដាក់កន្ទុយតមួយទៀតមកហើយយើងស៊ីនសតអានឹងទុកផងណាពេលខ្លះយើងដាក់ Gmail របស់យើងវាអត់លោតឲ្យអញ្ចឹងយើងថែមកន្ទុយលេខមួយទៀតមកអក្សរទៅធំមកហើយមួយទៀតអ្វីដែលសំខាន់នោះគឺមកដល់ចំណុចកន្លែងនេះនៅក្រោមpassword ហ្នឹងវាមានអីគេវាមាន partner code ណា partner code ឬក៏អ្នកនរគ្នាចូលតាមកម្មវិធី Ignis នៅពេលអ្នកនរគ្នាដាក់ទៅលើ country ហើយមកន័យថាដាក់ប្រទេសកម្ពុជាហើយអញ្ចឹងនៅក្នុងក្រោមពាក្យ continue ហ្នឹងវាមាន partner code ឬក៏ option code ហ្នឹងអ្នកទាំងអស់គ្នាដាក់មក copy partner code របស់ខ្ញុំដាក់មកដើម្បីស្ថិតនៅក្រោម IB របស់ខ្ញុំអូខេអញ្ចឹងអ្នកទាំងអស់គ្នាដាក់មកនេះ code របស់ខ្ញុំអូខេខ្ញុំយក option code សាថ្មីឲ្យអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងយើង copy មក copy partner code របស់ខ្ញុំនេះយកមកដាក់មកអូខេបន្ទាប់មកយើង continue ទៅអញ្ចឹងក្នុងការ continue យើងឲ្យយើងរងចាំបន្តិចអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នា open account ថ្មីអញ្ចឹងវាបានបែបហ្នឹងក៏ប៉ុន្តែវាមិនទាន់ verify ទេអញ្ចឹងវាទាមទារ verify របស់យើងវាចង់ឲ្យយើងគេ complete profile របស់វាមានអីគេតាក់ទងជាមួយនឹង Gmail profile ជាមួយនឹងលេខទូរស័ព្ទហើយព័ត៌មានផ្សេងៗតាក់ទងជាមួយនឹង background របស់យើងដូចគ្នាណាអញ្ចឹងយក complete profile មកអូខេចុច complete profile មកនៅពេលដែលយើងចូល complete profile វាឃើញហើយវាដាក់អីគេ verify your contact detail អញ្ចឹងវាចង់ឲ្យយើង verify តាក់ទងជាមួយនឹងគេ Gmail address confirm phone number ហើយនឹងព័ត៌មានផ្សេងៗវានឹងសួរយើងអូខេអញ្ចឹងយើងចូល get started new មកចុចលើហ្នឹងមកអូខេជាហ៊ានដំបូងគឺយើង verify ទៅលើ Gmail អញ្ចឹងអ្នកនរគ្នាដាក់ Gmail ហើយហ្មងអញ្ចឹងវានឹង load code ឲ្យយើងហើយណាវានឹង load code ហើយអញ្ចឹងយើងពេញ code តាមនឹងមកណាអូខេយើងឃើញជាក់ស្ដែងឥឡូវ Gmail របស់យើងគឺវា full verify មួយហើយណាអញ្ចឹងវាឲ្យយើង confirm ទៅលើគេ phone number អញ្ចឹងយើងចូល step 2 មកconfirm មក phone number យើងដាក់លេខទូរស័ព្ទរបស់យើងមកណាលេខទូរស័ព្ទរបស់យើងដែលយើងប្រើប្រាស់រាល់ថ្ងៃហ្នឹងនៅក្នុងទូរស័ព្ទរបស់យើងហ្នឹងអូខេខ្ញុំដាក់ confirm phone បន្ទាប់មកកន្លែងនេះយើងបើសិននៅក្នុងកន្លែងនេះវាអត់មានលេខប្រទេសយើងដាក់លេខប្រទេសមកដាក់កម្ពុជាមក855ហ្នឹងហើយយើងដាក់លេខទូរស័ព្ទរបស់យើងមកដូចរបស់ខ្ញុំអញ្ចឹងណាដាក់មកក៏ប៉ុន្តែមិនចាំដាក់លេខ0ពីមុខទេណាបន្ទាប់មកយើងយក continue អញ្ចឹងវានឹង load វាឲ្យយើងពីរជម្រើសទី1វាទេមកយើងហើយទី2គឺវាផ្ញើជា SMS មកណាជាទូទៅវាផ្ញើ SMS មកអញ្ចឹងវា load verify យើងហើយអូខេវា load ហើយអានេះខ្ញុំវាយដាក់ទេអូខេអញ្ចឹងជាហ៊ានទី2យើងបាន completed ហើយណាតាក់ទងជាមួយនឹងអីគេ phone number អូខេវាដាក់ full verify គ្រីសឲ្យយើងអញ្ចឹងចូល step 3តាក់ទងជាមួយនឹង profile វាសួរព័ត៌មានយើងខ្លះអូខេអញ្ចឹងយើងចូល step 3ទៅចំណុចទី3អញ្ចឹងក្នុងកន្លែងនេះយើងរងចាំបន្តិចអញ្ចឹងតាក់ទងមួយកន្លែងនេះគឺវាឲ្យយើងពេញតាក់ទងជាមួយនឹងអីគេ first name អញ្ចឹង first name យើងដាក់តកូលយើងមកតកូលអ្នកទាំងអស់គ្នាដាក់ឈ្មោះអីយើងដាក់នឹងមកហើយបន្ទាប់មក last name នេះយើងដាក់ឈ្មោះយើងមកឈ្មោះរបស់យើងមកណាអានេះឈ្មោះតកូលអានេះឈ្មោះរបស់យើងដាក់ធ្វើម៉េចឲ្យត្រូវជាមួយនឹងតាក់សញ្ញាបត្រណាហើយអា date of birth នេះអានឹងតាក់ទងជាមួយនឹងថ្ងៃខែឆ្នាំកើតណាយើងដាក់ត្រូវមកកើតថ្ងៃទីប៉ុន្មានខែប៉ុន្មានហើយឆ្នាំប៉ុន្មានដាក់ត្រូវមកហើយ
អានេះតាក់ទងមួយ country នេះតាក់ទងមួយប្រទេសដែលយើងកើតទីកន្លែងកំណើតហ្នឹងយើងដាក់មកកម្ពុជាយើងទៅហើយខាងក្រោមនេះយក gender នេះយើងដាក់នេះមកបើសិនជាយើងប្រុសយើងដាក់ male មកស្រីដាក់ female ទៅណាកុំដាក់ order ហ្នឹងទាំងពីរស្រីផងប្រុសផងកន្លែងដាក់ភ្នំពេញមកណាខ្ញុំទីតាំងរបស់ខ្ញុំកើតគឺខ្ញុំកើតនៅភ្នំពេញហើយអាស័យដ្ឋានរបស់ខ្ញុំនៅហ្នឹងអញ្ចឹងតាក់ទងជាមួយនឹងកន្លែងនេះវាសួរសំណួរយើងចង់ដាក់មិនក៏បានដែរប៉ុន្តែយើងដាក់មើលទៅឲ្យសមស្របផងណាដូចកន្លែងនេះគេដាក់ investment អញ្ចឹងទៅអូខេអានេះយើងចង់ដាក់មិនក៏បានដែរអត់អីទេអត់បញ្ហាទេតាក់ទងជាមួយកន្លែងនេះអញ្ចឹងយើងពេញតាមបែបបទវាមកយើងចង់ full time ដាក់ full time ទៅ student ដាក់ student ទៅអូខេ continue រហូតទៅណាអាហ្នឹងអត់អីទេយើងពេញបានធម្មតាទេក៏វាស្រួលតែទៅមួយព័ត៌មានតិចតួចអញ្ចឹងបងប្អូនចង់ពេញបែបណាក៏បានដែរឬក៏មើលតាមខ្ញុំក៏បានដែរខ្ញុំពេញមិនពេញអញ្ចឹងដូចគ្នាមកអូខេមួយទៀតតាក់ទងជាមួយចំណុចនេះនៅពេលដែលវាសួរព័ត៌មានយើងអស់អូខេយើងថិចមកយើងថិចអា3ហ្នឹងមកដើម្បីគ្រីសទៅលើសំណួរដែលវាសួរហ្នឹងហើយវានឹង under review ឲ្យយើងណាអូខេយើងថិចទាំង3ហ្នឹងមកហើយយើងចូល submit វាទៅណាអូខេ submit អញ្ចឹងនៅពេលដល់កន្លែងនេះយើងមិនចាំខ្វែងវាក៏បានដែរឬក៏យើងចង់ខ្វែងវាក៏បានដែរយើងចូល complete profile ម្ដងទៀតតែបើសិនវាដាក់អីគេ verify អញ្ចឹងតាក់ទងមកអា3 step មិញយើងបាន verify ឬក៏វាបាន full verify យើងអស់ហើយអញ្ចឹងនៅ2ទៀតណានៅតាក់ទងជាមួយនឹងអត្តសញ្ញាណប័ណ្ណជាមួយនឹង bank statement របស់ ABA ណាដើម្បី create account របស់យើងបានសម្រេចអញ្ចឹងនៅសល់2ទៀតណាទាំងអស់គឺ5អញ្ចឹងខ្ញុំយក verify មកអូខេនៅក្នុងកន្លែងនេះវាដាក់អីគេupload document អូខេហើយឈ្មោះរបស់យើងនេះសុនរទ្ធីឈ្មោះរបស់ខ្ញុំអញ្ចឹងអ្នកនរគ្នាដាក់មុនហ្នឹងមិនគឺវានឹង load ឲ្យបែបហ្នឹងហើយណាអូខេបន្ទាប់មកកន្លែងនេះវា load ឲ្យយើងអូខេ upload document ដូចមិញអញ្ចឹងណាអញ្ចឹងយក upload document មកអញ្ចឹងក្នុងចំណុចនេះអ្នកទាំងអស់គ្នាយកនេះមកយក ID card មកអានេះតកតងជាមួយ ID card នេះតកតងជាមួយនឹងអត្តសញ្ញាណប័ណ្ណរបស់យើងហ្នឹងបើសិនជាមាន passport យើង verify មួយ passport ក៏បានដែរណាអញ្ចឹងបើសិនជាយើងមាន ID card យើងដាក់ ID card ទៅអត្តសញ្ញាណប័ណ្ណរបស់យើងហ្នឹងអូខេឥឡូវខ្ញុំយក ID card ហើយខ្ញុំអូសទៅខាងក្រោមវាមាន2វាមានខាងមុខហើយខាងក្រោយណាអញ្ចឹងយើងដាក់ឲ្យខាងត្រូវដូចគ្នាមកគេបង្ហាញមិនយើងដាក់បែបហ្នឹងមកអូខេអញ្ចឹងខ្ញុំដាក់ហ្នឹងអញ្ចឹងអានេះខ្ញុំដាក់ខាងមុខហើយនេះខាងក្រោយអូខេខ្ញុំដាក់មកហើយខ្ញុំចុច submit ណាបន្ទាប់មកខ្ញុំចុច submit ទៅ submit នៅខាងក្រោមហ្នឹងចង់ផុត submit នេះចុច submit ទៅវា load ឲ្យអញ្ចឹងចុច submit ម្ដងទៀតអូខេចុច submit មកអញ្ចឹងនេះកន្លែងនេះវាបញ្ជាក់ថាវាកំពុងតែ processing ឲ្យយើងវាត្រូវការរយៈពេល3នាទីឬក៏7នាទីនៅក្នុង24ម៉ោងអញ្ចឹងនៅក្នុងចន្លោះ24ម៉ោងវាកំពុងតែធ្វើការឲ្យយើងហើយណានឹងក្នុងកន្លែងហ្នឹងវាកំពុងតែ under review ទៅលើ document របស់យើងដែលយើងស្នើទៅកាន់វាមិញហ្នឹងណាអញ្ចឹង step បន្ទាប់មកយើងចង់ខ្វែងវាក៏បានឬក៏យើងចង់ចូលទៅកន្លែង complete profile ម្ដងទៀតមកដើម្បី verify ទៅលើគេ bank statement របស់ ABA ណាអាហ្នឹងគឺជាចំណុចមួយដែលជាចំណុចចុងក្រោយឯណាអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាមានជា bank statement របស់ ABA ឬក៏ AC Lida ណាយើងអាចដាក់បានដូចគ្នាណាពីរហ្នឹងដាក់បានដូចគ្នាណាមួយណាក៏បានដែរ
ប៉ុន្តែសូម save ជា file PDF មិនមែន save ជារូបភាពទេណា save ជា PDF អូខេយើងយក6ខែឬក៏3ខែមកណាកន្លែងហ្នឹងអាហ្នឹងរបាយការណ៍របស់ AFA អាការបាញ់លុយរបស់យើងចេញចូលរបស់យើងហ្នឹងអញ្ចឹងយើងយក3ខែឬក៏6ខែដាក់មកអូខេអញ្ចឹងវាចាំបន្តិចវា load ឲ្យយើងហើយនេះវា load ឲ្យអញ្ចឹងនៅពេលដែលវា load អញ្ចឹងវាឲ្យយើង upload វាឲ្យ upload ទៅគេតើតើជាមួយនឹង document ហ្នឹងតើតើជាមួយនឹង bank statement របស់ AFA ហ្នឹងឬក៏AC ដែរបើសិនអ្នកនរគ្នាមាន AC យើងដាក់ AC ទៅមាន AFA ដាក់ AFA ទៅប៉ុន្តែដាក់ជាលុយដុល្លារណាកុំដាក់លុយខ្មែរជាកុងដុល្លារមកអូខេអញ្ចឹងនៅពេលដែលខ្ញុំ upload ជា file PDF នៅក្នុងនឹងហើយអូខេខ្ញុំអូសទៅខាងក្រោមខ្ញុំចុច submit អញ្ចឹងកន្លែងនេះវាមាន2 column អញ្ចឹងយើងដាក់តែ1 column បានហើយណាយើងដាក់តែ1 column ក៏បានដែរដាក់ខាងលើមកហើយយក submit មក submit នៅខាងក្រោមហ្នឹងខ្ញុំចុច submit ទៅហើយពណ៌លឿងហ្នឹងអូខេខ្ញុំចុច submit មកអូខេចុច submit មកអូខេអញ្ចឹងកន្លែងនេះដូចតាក់ទងជាមួយនឹង ID card ដូចគ្នាណា ID card វា under review ចាប់ពី3នាទីឬក៏5នាទីណាវាធ្វើការប៉ុន្តែនៅក្នុងចន្លោះ24ម៉ោងដូចគ្នាអូខេអញ្ចឹងយើងវារួចរាល់ហើយក្នុងការបង្កើត account នៅតែមួយទេគឺយើងចាំវា full verify បានន័យថាវាការស្នើរបស់យើងគឺវាសមស្របនៃតម្រូវការរបស់វាណាអញ្ចឹងបើសិនក្នុងករណីវាស្នើទៅវា full verify អញ្ចឹង profile របស់យើង completed ហើយណាឥឡូវយើងកំពុងតែស្នើរបស់វាចន្លោះពី7នាទីទៅ24ម៉ោងនៅក្នុង under review ហ្នឹងអូខេអញ្ចឹងយើងខ្វែងវាចេញមកណាអ្វីដែលយើងរងចាំគឺបន្ទាប់ពីយើងឃើញថា account របស់យើង Xnet របស់យើងនេះវាដាក់អីគេ access account verify verification complete បានន័យថា account របស់យើងគឺរួចរាល់ហើយអញ្ចឹងអ្វីដែលយើងធ្វើបន្ទាប់នេះគឺយើងបើក account សម្រាប់ trade ណាយើងបើក account សម្រាប់ trade អូខេអញ្ចឹងយើងបើកមកយើងបើកធម្មតាទៅអញ្ចឹងយើងបាន full verify account អញ្ចឹងចំណុចបន្ទាប់ខ្ញុំចង់និយាយតិចចំណុចបន្ទាប់គឺយើងចូលទៅកន្លែងខាងលើនេះគេដាក់ open account ណាចុចលើសញ្ញាបូកនឹងមកអូខេចុចលើសញ្ញាបូកនឹងមកវានឹង load ឲ្យយើងហើយណាវា load ឲ្យយើងកន្លែងនេះខ្ញុំរៀងសារលឿនបន្តិចអញ្ចឹងវានឹង load ឲ្យយើងយើងរកមកវាមាន account demo ហើយ account real យើងយក account real មកបន្ទាប់ពី account real វាដាក់ឲ្យយើងហើយវាមាន standard អញ្ចឹងក្នុងករណី standard នេះវាមានប៉ុន្មាន deposit ចាប់ពីប៉ុន្មាន maximum deposit របស់វាគឺ$10អញ្ចឹង spread របស់វាប៉ុន្មាននេះ spread របស់វា20ហ្នឹង account standard អញ្ចឹង spread របស់វាមិនដូចស្រុកខ្មែរទេវាហែកអញ្ចឹងអានេះអត់ទេវាហែកតិចតួចវាអាចលើស20 21អញ្ចឹងទៅมันអាចលើសដល់ណា30 40ទេអត់ទេណាចឹងអានេះ deposit ប៉ុន្មានចាប់ពី$10ទៅអូខេ no commission ណាអញ្ចឹង account ទី4តាក់ទងជាមួយនឹង account នេះគេ account pro ណា account pro account pro នេះប៉ុន្មានយើង maximum ក្នុងការ deposit របស់វាគឺចន្លោះពី200ណាយើងដាក់ចាប់ពី200ឡើងបានយើងបាន account pro មួយ trade ប៉ុន្តែយើងសង្កេតទៅមើល spread របស់វា spread របស់វាប៉ុន្មានតែ10ទេអញ្ចឹងអានេះប៉ុន្មាន standard 20អានេះ spread 10ទេណាហើយ no commission ទៀតអូខេបន្ទាប់មកទាំងអស់គ្នាចង់ trade ទៅលើ account នេះគេraw spread ទេ zero spread ទេតែបានដូចគ្នាណាតែបានដូចគ្នាអញ្ចឹងអា raw spread នេះ raw spread នេះ maximum របស់វាដូចគ្នា deposit ប៉ុន្មានពី200ដូចគ្នាអញ្ចឹងក្នុងករណីដែលយើង deposit 200យើងគេថាអូ deposit 200យើងចង់បាន account នឹងមួយ trade នៅពេលដែលយើង deposit ហើយយើងអាចដកប៉ុន្មាន180ឬក៏190ចេញទៅទុកតែ$10ឬក៏$20 $50នៅក្នុងហ្នឹងក៏បាន account raw spread តែដែរណាអូខេមិនមែនថា deposit 200ហើយយើងដកអត់ចេញទេអញ្ចឹងយើងដាក់ហើយយើងដកចេញបានដូចគ្នាអូខេអញ្ចឹងតើតើមួយ raw spread នេះវាអត់គិតទៅលើ spread ទេក៏ប៉ុន្តែវាគិតទៅលើ commission របស់វាវិញណានេះវាស៊ី commission ប៉ុន្មាន$3.50វាស្មើនឹង3កន្លះអូខេហ្នឹង account raw spread បន្ទាប់មកវាមាន account មួយទៀត account zero ទៀត zero spread ទៀតអូខេ zero spread ហ្នឹងវាមិន maximum deposit 200ដូចគ្នាតើតើមួយ spread base មកអាហ្នឹង00ហើយតើតើជាមួយនឹង commission ណាអ្នកនរគ្នាឃើញ commission នេះប៉ុន្មាន 0.05 ទេវាតិចជាង raw spread ឆ្ងាយណាអូខេ
ចឹងយើងមាន zero spread ហើយបន្ទាប់មក account បន្ទាប់នោះគឺ standard sen អញ្ចឹង standard sen ហ្នឹងវាមិនឧទាហរណ៍ថាអ្នកនរគ្នាដាក់ maximum របស់វាចាប់ពីប៉ុន្មាន$10ទៅអញ្ចឹងវាមិនបែរជាលុយ sen ឲ្យយើងបានន័យថា$10បាន1000 sen ឬក៏អ្នកទាំងអស់គ្នាយក AU USC អញ្ចឹងទៅអានឹងស្មើ1500 sen នោះវាលើសអា USC ទៀតណាអញ្ចឹងបើសិនជា standard sen នេះដាក់10 រៀលអញ្ចឹងវាមិនបែរក៏យើងទៅជា1000 sen ក៏ប៉ុន្តែ spread របស់វាគឺវាធំ spread វារហូតដល់30ប្រហាក់ប្រហែលនឹងក្នុង broker ស្រុកខ្មែរដែរហើយវា no commission ដូចគ្នាណាអូខេអូខេឥឡូវខ្ញុំចង់បង្កើត account standard មួយឲ្យអ្នកទាំងអស់គ្នាបានឃើញឥឡូវខ្ញុំយក standard មកអញ្ចឹង deposit ប៉ុន្មាន$10អញ្ចឹងខ្ញុំយកពាក្យថា continue អូខេ continue មកយក continue បន្ទាប់មកចុចកន្លែងនេះកន្លែងនេះយើងឃើញគេដាក់ account real ទៅអញ្ចឹងដោយសារអីមិញយើងបើក real យើងដាក់ real ហើយយើងមានUSD United States Dollar អូខេ standard name នេះយើងចង់ដាក់ឈ្មោះយើងក៏បានដែរហើយតាក់ទងមួយ leverage មួយលើ2000ក៏បានដែរណាមួយលើ unlimited ក៏បានដែរប៉ុន្តែជាទូទៅគ្នាយើងដែល trade unlimited ដែរ trade មិនចំណេញហ្មងទៅ trade unlimited ស្អី trade តែមួយលើ2000ហ្នឹងយកទៅណាអស់ចាំមើលតិចទៀតនេះចាំតិចនេះនេះ unlimited មួយលើ unlimited ក៏ប៉ុន្តែវាបាត់ស្មើកន្លែងនេះតិចអូខេយើងយកមួយលើ unlimited ក៏បានឬក៏មួយលើ2000ក៏បានដែរជាទូទៅយើងយកតែមួយលើ2000ហ្នឹងវា high risk ពេកហើយអាហ្នឹងតាក់ទងជាមួយនឹងការ trade របស់យើងអញ្ចឹងអានេះខ្ញុំកំណត់ដាក់ឈ្មោះរបស់ខ្ញុំ account របស់ខ្ញុំហ្នឹងខ្ញុំដាក់ T មកអ្នកនរគ្នាឈ្មោះអីដាក់ហ្នឹងទៅអូខេអញ្ចឹងតាក់ទងជាមួយ platform វាមានអីគេ MetaFi ណា MetaFi មិនមែន Metafor ទេអូខេអានេះ password account ហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាត្រូវចាំទៅលើ password ដែលយើងបង្កើត account ហ្នឹងណាដើម្បីអីយកទៅ log in នៅក្នុង MetaFi នៅពេលដែលយើង create ហើយវានឹង load ឲ្យអញ្ចឹងនៅពេលដែលយើង deposit យើងត្រូវចាំទៅលើ password ហ្នឹងហើយអញ្ចឹងយើង screenshot វាទុកមួយមកណាវាមាន password ហ្នឹងយើងដាក់លេខទៅអក្សរខ្លះទៅអក្សរតូចអក្សរធំអញ្ចឹងទៅណាអូខេអញ្ចឹងខ្ញុំវាយ password បន្ទាប់ពីអ្នកទាំងអស់គ្នាវា load អញ្ចឹងវា full clear យើងទាំង4អញ្ចឹងយើងយកពាក្យថា create នៅខាងក្រោមមកក៏ប៉ុន្តែកន្លែងនេះខ្ញុំកាត់វាដាច់បាត់ហើយអញ្ចឹងយើងយក create នៅខាងក្រោមមកយកខាងក្រោមមកណាអូខេហើយយើង save វាទុកទៅអញ្ចឹងវាបាន account ហើយមិញខ្ញុំបង្កើតឲ្យគេ standard real អូខេនេះវា load ឲ្យយើងអូខេឈ្មោះរបស់ខ្ញុំ T មិញអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់អីគេ deposit យើង deposit មកយើងដាក់លុយទៅអាហ្នឹងយើងអាចយកទៅ trade បានហើយយើងយកទៅ log in នៅក្នុង MetaFi ទៅអូខេហើយអញ្ចឹងតើតើមួយរបៀបក្នុងការ log in ខ្ញុំនឹងបង្ហាញនៅក្នុងវីដេអូក្រោយណាអញ្ចឹងតើតើអានេះខ្ញុំបញ្យល់តើតើជាមួយនឹងរបៀបក្នុងការបើក account ក៏ដូចជាការ create new account នៅក្នុង account របស់យើងដើម្បីយកមក trade វាមាន standard pro raw spread អីចឹងទៅយកមក trade មកណាអូខេអរគុណច្រើនតើតើជាមួយរបៀបក្នុងការបើក account ខ្ញុំមានតែប៉ុណ្្នឹងទេ